សួស្តីអ្នកនរគ្នាជួបខ្ញុំមកនៅថ្ងៃនេះមកសម្រាប់រឿងថ្មីដែលខ្ញុំឲ្យចំណងជើងជាភាសាខ្មែរថាមិនបាច់ស្លូតលងវែងនឹងខ្ញុំពេកទេហើយចំណងជើងអង់គ្លេសខ្ញុំនឹងដាក់នៅខាងលើនេះហើយអានខ្លួនឯងទៅមុននឹងចូលដល់សាច់រឿងកុំភ្លេច like subscribe ទោះជាកម្លាំងចិត្តឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនចូលដល់សាច់រឿងយើងឃើញនារីម្នាក់កំពុងលេងភ្លាមនោះមានសម្លេងលោបន្លឺឡើងធ្វើឲ្យនាងក្រោកពីគេងទៅបន្ទប់ទៅដើម្បីរៀបចំទៅធ្វើការហើយនាងបាននិយាយថាណាក៏អាចប្រាំខ្ញុំបានថានាងក៏ក្នុងចិត្តថាខ្ញុំចូលទៅផ្ទះខ្លាំងណាស់ខ្ញុំគ្រាន់តែជាអ្នកធ្វើការនៅក្នុងការរាយាល័យធម្មតាម្នាក់ខ្ញុំធ្លាប់មានជីវិតដ៏ពិសេសមួយវាអាចស្ដាប់មើលទៅមិនគួរឲ្យជឿប៉ុន្តែនៅពេលដែលខ្ញុំរៀននៅវិទ្យាល័យខ្ញុំបានធ្លាក់ចូលក្នុងមែនហោឬក៏ប្រហោងអ្វីមួយយ៉ាងនៅតាមផ្លូវទៅសាលារៀនហើយត្រូវបានគេបញ្ជូនទៅពិភពលោកមួយទៀតដែលស្ថិតរៀងនៅក្នុងប្រឡោមលោកខ្ញុំបានរកឃើញខ្លួនឯងនៅក្នុងចក្រភពទាំងថ្មចៅឬក៏ Clip Empireហើយខ្ញុំត្រូវធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីរកដោយការចាយលុយជារៀងរាល់កាក់ខ្ញុំបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មតូចមួយហើយខ្ញុំត្រូវធ្វើការដូចជាមនុស្សឈួតអញ្ចឹង10ឆ្នាំក្រោយមកវាបានក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មដ៏អស្ចារ្យបំផុតនៅក្នុងចក្រភពខ្ញុំមានទ្រព្យសម្បត្តិនៅក្នុងដៃច្រើនជាងអធិរាជទៅទៀតប៉ុន្តែដោយហេតុផលមួយចំនួនខ្ញុំបានត្រឡប់ទៅកូរ៉េវិញហើយមានអ្នកណាម្នាក់និយាយថាម៉ាក់របស់ខ្ញុំបានសន្លប់អស់មួយខែហើយខ្ញុំបានត្រឡប់ទៅថ្ងៃរៀនវិទ្យាល័យរបស់ខ្ញុំវិញខ្ញុំបារម្ភខ្លាំងណាស់ទៅណាមកណាខ្ញុំអាចសម្របខ្លួនទៅនឹងពិភពលោកចាស់របស់ខ្ញុំបានម្ដងទៀតប៉ុន្តែនាងនិយាយដល់នេះនាងក៏ជប់និយាយកាត់ទៅកន្លែងមួយឃើញបារម្ភម្នាក់កំពុងជេរការិយាល័យរួចគាត់និយាយបន្តទៀតថាអ្នកទាំងអស់គ្នាមិនអាចធ្វើការដោយខ្វៀខ្ញុំបានទេគ្មានអ្នកណាម្នាក់បានរៀបចំឯកសារដែលខ្ញុំបានស្នើសុំទេមែនទេហើយបរិសម្នាក់នៅក្បែរនោះបានគិតថាលោកមិនដែលនិយាយអំពីការរៀបចំឯកសារទេអ្នកប្រហែលជាមេគេនោះបាននិយាយបន្ថែមទៀតថាក្មេងសម័យឥឡូវមិនចេះយកចិត្តទុកដាក់លើការងារសោះហើយតួស្រីដើររួមទាំងយកឯកសារគ្រប់នឹងក៏ដើរមុខផងដែរហើយមានមនុស្សម្នាក់ទៀតនិយាយថាចំនួនការអ្នកគ្រប់គ្រងអតិថិជនខ្លាំងណាស់ហើយចំនួនការអ្នកគ្រប់គ្រងយើងបាននិយាយថាទេការហៅមកឲ្យខ្ញុំមកហើយអាតាកាម៉ាប់នោះស្រ័យបន្តទៀតថាតើអ្នកបានកក់អាហារថ្ងៃត្រង់សម្រាប់លោកប្រធានហើយឬនៅចំនួនការនិយាយថាទុកឲ្យខ្ញុំហើយនាងក៏បានធ្វើការដូចជាមេដាដៃ100ចឹងនិយាយជារួមទៅខ្ញុំបានសម្របខ្លួនបានយ៉ាងល្អជាការប៉ັດណាខ្ញុំធ្វើការអស់រយៈពេល10ឆ្នាំហើយខ្ញុំបានដោះស្រាយជាមួយនឹងអ្នកជំនួយដ៏ល្អបំផុតនៅក្នុងពិភពលោកតើពេលនេះមានអ្វីដែលត្រូវខ្លាចទៅបើប្រៀបនៅនឹងពេលនោះហើយនាងបាននឹកឃើញពេលដែលនាងនៅក្នុងពិភពលោកផ្សេងស្ដេចបាននិយាយថាជីវិតរបស់នាងនៅក្នុងដៃរបស់យើងហើយបរិសម្នាក់ទៀតនិយាយថាតើនាងដំឡើងថ្លៃពន្ធឬចង់បង់ថ្លៃជាមួយនឹងខ្លួនប្រាណរបស់នាងឆ្លើយដោយប្រុងប្រយ័ត្នចាស់ដូច្នេះក្បាលរបស់នាងនឹងមិនបាត់ទេតែពេលនេះអ្វីគ្រប់យ៉ាងមើលទៅពិតជាគួរឲ្យស្រឡាញ់ណាស់មានអារម្មណ៍ថាដូចជាលេងជាមួយនឹងកូនក្មេងអីចឹងនេះជាមូលហេតុដែលខ្ញុំធ្វើការយ៉ាងខ្លាំងកាលពីពេលនោះនៅពេលនេះខ្ញុំគ្រាន់តែចង់រស់នៅដោយផាសុកភាពប៉ុណ្ណោះនៅផ្លូវដ៏ស្ងាត់មួយរឿងឃាតកម្មមួយបានកើតឡើងឃាតកម្មមួយនេះមិននឹកស្មានដល់ធ្វើឲ្យតួស្រីងឿងឆ្ងល់យ៉ាងខ្លាំងឃាតករវិញចាក់តួស្រីរួចក៏រត់បាត់ចំណុចដែលអ្នកត្រូវដែលគេចាក់វិញដេកដួលលើដីទាំងដែលមេឃចុះត្រជាក់នាងនិយាយទាំងខ្លួនពោពេញទៅដោយឈាមថាត្រូវហើយពីមុនខ្ញុំក៏ឆ្លាប់បែបនេះដែរហើយយើងក៏បានឃើញមាននារីម្នាក់ក៏ដេកស្លាប់ដូចគ្នានេះដែរហើយយើងក៏បានឃើញមាននារីម្នាក់ដង្ហោចយ៉ាងខ្លាំងហើយងឿងឆ្ងល់ថានាងកំពុងនៅទីណានាងមានអារម្មណ៍ដូចធ្លាប់ស្គាល់ហើយនាងក៏បានរត់ទៅមកបង្អួតដើម្បីបញ្ជាក់ឲ្យស្មារថាខ្លួនពិតជាបានមកក្នុងចក្រភពយ៉ាងថ្មចោតមែនឬអត់ឈប់មុខនេះមិនមែនជាខ្ញុំទេហើយនាងក៏បានប្រទះភ្នែកឃើញនឹងព្រះច័ន្ទពណ៌ផ្កាឈូកនាងក៏ទាំងភ្ញាក់ផ្អើលថានេះមិនគួរឲ្យជឿទេខ្ញុំមកទីនេះម្ដងទៀតវាមានរយៈពេល9ឆ្នាំហើយវាគឺជាចក្រភព Clip វាគួរតែដល់ពេលដែលខ្ញុំភ្លេចអំពីសមាគមអ្នកជំនួយហើយប៉ុន្តែសក់វែងល្អដូចខ្សែប្រាក់ភ្នែកពណ៌ខៀវត្រជាក់ដែលរំលឹកខ្ញុំអំពីបង់រដូវរងាស្បែកស្លេកស្លាំងនិងស្ដើងដែលអ្នកស្ទើរតែអាចមើលឃើញសរសៃរបស់នាងជាមួយនឹងលក្ខណៈបែបនេះវាឆ្ងាយជាមួយនឹងអ្នកប្រមាញ់ណានាងពិតជាស្រស់ស្អាតណាស់គ្រាន់តែមើលខ្ញុំអាចដឹងថានាងជានារីថ្លៃថ្នូរមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំបានត្រឡប់មកទីនេះវិញបន្ទាប់ពីស្លាប់ប៉ុន្តែខ្ញុំនៅក្នុងខ្លួនអ្នកផ្សេងវិញនាងបានមកបង្អួចរួចហើយនាងនិយាយថានៅពេលដែលខ្ញុំបានគិតថាទីបំផុតជីវិតខ្ញុំបានប្រសើរហើយតែអ្នកណាដែលលេងល្បិចកខ្វក់បែបនេះដាក់មកលើខ្ញុំតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំស្គាល់ម្ចាស់នៃរូបរាងកាយនេះភ្លាមនោះមានសម្លេងបើកទ្វារយ៉ាងខ្លាំងហើយក៏មានសម្លេងស្រែកខ្លាំងផងដែរហើយនាងនិយាយថាខ្ញុំមានរឿងចង់ប្រាប់អ្នកខ្ញុំមិនអាចបន្តបែបនេះបានទៀតទេនាងឮអញ្ចឹងហើយនាងនៅស្ងៀមនៅឡើយធ្វើឲ្យអ្នកបម្រើរឿងស្ទាក់ស្ទើរបន្តិចហើយនាងនិយាយបន្តថាប្រាក់ខែរបស់ខ្ញុំបានពជាពេលអស់រយៈពេល5ខែហើយប៉ុន្តែខ្ញុំមិនបានសូមឲ្យអ្នកបង់ប្រាក់ខែឲ្យខ្ញុំនោះទេសូមសរសេរលិខិតណែនាំឲ្យមកខ្ញុំមក
រីឯនារីដែលឈរចំពោះមុខវិញនៅឈរមើលឆ្ងាយមិនបានមាត់នាងកំពុងមើលដៃអ្នកបម្រើដែលកំពុងតែញ័រហើយនាងគាត់ថាខ្ញុំចាប់ផ្ដើមធុញហើយនាងគាត់រួចក៏បាននិយាយទៅកាន់អ្នកបម្រើទាំងទៅចាត់ថាខ្ញុំដឹងហើយអញ្ចឹងនាងគួរតែចាកចេញទៅវាច្បាស់ណាស់ថានេះគឺជាលំនៅឋានដ៏ថ្លៃថ្នូរប៉ុន្តែហេតុអ្វីបានជាមិនមានគ្រឿងសង្ហារឹមមួយដុំអញ្ចឹងវាដូចជាផ្ទះខ្មោចនាងនិយាយបណ្ដាហើយនាងបានចូលទៅបន្ទប់មួយប្រទះឃើញក្រដាសរាយប៉ាយពេញនឹងនាងនិយាយថាវាមានដ៏រញ៉េរញ៉ៃក្រដាសប្រមូលក៏ដូចជាភ្នំប៉ុន្តែថ្ងៃនេះគឺជាថ្ងៃអ្វីពេលដែលខ្ញុំត្រឡប់ទៅអតីតកាលវាមានរយៈពេល9ឆ្នាំមុនប៉ុន្តែឥឡូវនេះ7ឆ្នាំក្រោយមកហើយចាប់ពីពេលដែលខ្ញុំមានបំណុលច្រើននាងមិនបានរំពឹងថានឹងទទួលបានប្រាក់ខែទេហើយនាងសូមលិខិតណែនាំជំនួសវិញដោយសារតែដើមកំណើតធម្មតារបស់នាងមិនអាចចាកចេញដោយគ្មានការណែនាំទេនាងច្បាស់ជាជាប់គាំងនៅក្នុងផ្ទះដែលខូចនេះហើយនាងកំពុងមើលឯកសារសុកក៏ប្រទះផ្នែកឃើញនិមិត្តរូបមួយហើយលាន់មកថា Casey The Noble Almanac នៅទីនេះគ្រួសារ Viscount Gracie សម្រាប់សមាជិកគ្រួសារមានគូស្នេហ៍ Viscount កូនស្រីរបស់ពួកគេ Uriah Gracie ឈ្មោះរបស់ខ្ញុំគឺ Uriah Gracie តើ Viscount មិននៅទីនេះទេខ្ញុំគួរតែសួររឿងមួយចំនួនងាកមកមើលនៅក្រៅបន្ទប់វិញយើងឃើញអ្នកបម្រើម្នាក់នាងឈ្មោះថា Ariel និយាយទាំងបារម្ភថាខ្ញុំគួរធ្វើរឿងណាទៅអ្នកនាងរបស់ខ្ញុំមានសុខភាពទន់ខ្សោយណាស់ខ្ញុំបានឲ្យនាងធ្វើការខ្លាំងពេកហើយជាងនេះទៅទៀតតាំងពីលោកម្ចាស់និងលោកស្រីបានផុតទៅនាងមិនដែលបានកើតត្រឹមត្រូវនោះទេភ្លាមនោះសម្លេងមួយបានបន្លឺឡើងធ្វើឲ្យ Ariel ភ្ញាក់យ៉ាងខ្លាំងហើយរាយាសួរថាមានកើតអីឬអត់ខ្ញុំសូមហៅថារាយាហើយព្រោះស្រួលហៅមកចូលដល់សាច់រឿងជើងវិញរីយ៉ាបានសួរអ្នកបម្រើថាតើអ្នកដឹងទេថាប៉ាម៉ារបស់ខ្ញុំគាត់នៅឯណាសំណួរមួយនេះធ្វើឲ្យអ៊ីរីលភាំងមួយសន្ទុះនាងនិយាយប្រាប់ទាំងអោនមុខចូលថាតើអ្នកនាងមិនចាំទេពួកគាត់ទាំងពីរបានស្លាប់បាត់ហើយក្រោយមកខ្ញុំបានធ្វើពុតជាបាត់បង់ការចងចាំរបស់ខ្ញុំហើយខ្ញុំបានសួរអ្នកបម្រើអ៊ីរីលជាមួយនឹងសំណួរផ្សេងៗទៀតដើម្បីសង្ខេបព័ត៌មាន Viscount ត្រូវបានគេស្គាល់ថាជាមនុស្សល្អនិងមានចិត្តសប្បុរសទុកចិត្តមកតែម្នាក់គត់របស់គាត់និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ហើយត្រូវបានគេបោកប្រាស់បំណុលត្រូវបានប្រមូលភ្លាមៗគាត់មិនអាចទ្រាំទ្រនឹងកំហុសនេះនិងសម្ពាធបានViscountក៏បានសម្រេចចិត្តធ្វើអត្តឃាតហើយទំនងជាដោយសារតែការតក់ស្លុតប្រពន្ធរបស់គាត់បានធ្លាក់ខ្លួនជិះហើយបានលាចាកលោកបាត់ទៅទុកឲ្យកូនស្រីនៅកណ្ដោចកណ្ដែងតែម្នាក់ឯងនៅក្នុងវិមានដ៏ធំល្វឹងល្វើយអេរីលពេលឮរីយ៉ាសួរឲ្យផ្លែចឹងនាងពិតជាបារម្ភខ្លាំងណាស់ព្រោះខ្លាចម្នាក់ទៀតរីយ៉ាក៏ថានាងប្រហែលជាស្លាប់ដោយសារការតក់ស្លុតដោយគ្មានអ្វីសល់ក្រៅពីបំណុលវាសមហេតុផលដែលខ្ញុំបានចូលក្នុងរូបរាងកាយនេះអេរីលបានចាប់ដៃរីយ៉ាហើយនាងនិយាយថាអ្នកនាងគួរតែបោះបង់ចោលប្រកូលគ្រួសាររបស់អ្នកនាងហើយឆាប់រត់ចេញទៅបើមិនអញ្ចឹងទេអ្នកនាងអាចត្រូវបានគេលក់ចេញផងដែរព្រាមនោះសម្លេងហៅស្មោះមួយបានបន្លឺឡើងហើយនាងសួរទៀតថាតើខ្ញុំជំពាក់នាងប៉ុន្មាននាងឆ្លើយទាំងតែអរអថាវាមានរយៈពេល5ខែមួយដៃមកកុំបារម្ភខ្ញុំនឹងសងលុយអ្នកវិញការនិយាយមុននេះក៏ធ្វើឲ្យនាងរំភើបបន្តិចផងដែរប៉ុន្តែភ្លាមនោះរីយ៉ាបាននិយាយបន្ថែមទៀតថាតើអ្នកមានលុយទេខ្ញុំសូមខ្ចីសិនហើយការរំភើបមួយនេះក៏បានរលាយបាត់ភ្លាមតែម្ដងចូលដល់ថ្ងៃថ្មីយើងឃើញជើងនារីម្នាក់ចុះពីលើរទេះហើយឃើញខ្លោងទ្វារដ៏ធំមួយមាននារី2នាក់កំពុងឈរនៅទីនោះហើយរីយ៉ានិយាយទៅកាន់រៀលថាសូមអរគុណចំពោះការបង់ថ្លៃរទេះខ្ញុំនឹងសងគ្រប់យ៉ាងទៅអ្នកវិញរួចហើយរៀលបាននិយាយថាអ្នកនាងមិនមានកម្រងចូលទៅក្នុងទេមែនទេអ្នកនាងមិនអាចចូលទៅ Chester Guild បានទេអ្នកនាងដឹងទេថា Chester Guild ជាកន្លែងបែបណាវាជាក្រុមអ្នកជំនួញដ៏ធំបំផុតមួយនៅក្នុងចក្រភព Clip សូម្បីតែអភិជនភាគច្រើនក៏ពិបាកចូលទៅចិត្តដែរអ្នកទាំងពីរក៏បានចូលទៅក្នុងហើយរីយ៉ាក៏ងាកទៅមកខាងហើយគាត់ថាដើម្បីជួបអ្នកទទួលបន្ទុកអគារនេះតើខ្ញុំគួរធ្វើដូចម្តេចទៅវាមិនអាចទៅរួចទេសម្រាប់ខ្ញុំក្នុងការឡើងភ្លាមខ្ញុំគ្មានជម្រើសអ្វីក្រៅពីឲ្យគាត់មករកខ្ញុំទេនាងក៏រួចនាងក៏បាននិយាយឲ្យអេរីលចាំនៅទីនេះបើមើលទៅអេរីលវិញអត់ខ្វល់អីទេនាងកំពុងតែរំភើបនៅមជ្ឈដ្ឋានថ្មីរបស់នាង Excuse me ម្នាក់ពាក់អាវខៀវនោះសួរថាតើអ្នកត្រូវការអ្វីដែររីយ៉ាតបថាខ្ញុំមានអ្វីដែលត្រូវរាយការណ៍អំពី Guild Master ដែលបានបាត់ខ្លួនក្រឡេកមើលនៅក្នុងបន្ទប់មួយយើងឃើញបរិសម្នាក់ហើយបរិសម្នាក់នឹងបានសួរបញ្ជាក់អំពីការរាយការណ៍ដែលរីយ៉ាបានលើកឡើងមុននេះ